ចាថ្ងៃនេះយើងនឹងមានព្រះបន្ទូលរបស់ព្រះអង្គតកតងប្រហែលជាមិនសូវមានណាដែលចង់ស្ដាប់ទេដោយសារតែវាជាចំណងជើងដែរយល់ថាមិនមែនជាចំណងជើងដែលល្បីការតមអាហារហ្នឹងហើយចាការតមអាហារឥឡូវសួរថាអាហារឆ្ងាញ់ទេឆ្ងាញ់ចាមានអាហារដែលឆ្ងាញ់សម្រាប់យើងចាប៉ុន្តែព្រះអង្គបង្កើតអាហារមកសិតតាគឺជារបស់ដែលព្រះអង្គថាឲ្យយើងយកមកធ្វើជាអាហារមែនទេអូខ្ញុំយកអាហាររបស់ជនជាតិខ្មែរមិនមែនបរទេសទេចាអញ្ចឹងសិតតាអាហារដែលយើងចូលចិត្តមែនទេឃ្លៀងអត់ដើម្បីព្រះអង្គបង្កើតអាហារមកគឺដើម្បីឲ្យយើងសបាយក្នុងការដែលញ៉ាំអាហារមែនទេនៅប្រទេសកម្ពុជាអាហារទាំងអស់សុទ្ធតែជាមានគ្រឿងក្រៅច្រើនណាស់អូបើសិនជាធ្វើអីគេអាហារម្ដងជាពិសេសនៅខាងលើអាហារខ្លះត្រូវតែបុកផងលីងផងមែនទេរ៉េមផងអូច្រើនណាស់មកព្រឹកធ្វើតែមួយមុខមែនទេខ្ញុំមានបបពិសោធន៍ហើយម្ដាយក្មេកគាត់នៅពេលគាត់ធ្វើអាហារណាកូនបុកខ្ញុំមានតែបុកចឹកហាំងលៀងអូទាំងអស់ធ្វើមកព្រឹកមកផ្ទះពេញដីសុទ្ធតែរបស់កំតិចជួនកាលជាមិនស្លឹកយើងធ្វើឲ្យទាំងអស់មានតែមួយចានទេមួយកូនចាងញ៉ាំប៉ុន្តែធ្វើមកព្រឹកមែនទេចាឆ្ងាញ់ទេអូឆ្ងាញ់មែនទេអញ្ចឹងអាហារតាមពិតគឺជារបរដែលឆ្ងាញ់ឲ្យយើងសប្បាយចិត្តក្នុងការញ៉ាំព្រះអង្គចង់ឲ្យយើងញ៉ាំមានទទួលទានដែលឆ្ងាញ់ប៉ុន្តែយើងឃើញថាចាប់ពីខ្ញុំទៅស្វែងរកក្នុង Facebook ពេលណាដែលគេចាប់ផ្ដើមមានការតមអាហារមរិយាពេលមែនទេជាពិសេសតកតូនជាមួយមនុស្សដែលហៅថាគីឡូឡានដូចជាខ្ញុំជាដើមណាចាអញ្ចឹងយើងថាការតមអាហារគឺចាប់ផ្ដើមនិយមតាមប្រការតមអាហារមានច្រើនមែនទេបើសិនជាមើលទៅការតមអាហារពេលខ្លះគឺជាអីគេការតមអាហារមរយៈពេលអ្នកខ្លះញ៉ាំរបស់ខ្លះញ៉ាំមិនបានដូចជាខ្ញុំជាដើមខ្ញុំអាឡែកស៊ីគ្រឿងសមុទ្រអញ្ចឹងពេលដែលទៅកែបទៅកម្ពុជាខ្ញុំព្រួយខ្ញុំថាថៃងាយទៀតហើយញ៉ាំផ្សេងញ៉ាំក្តាងញ៉ាំអីឆ្ងាញ់ណាស់ខ្ញុំក៏ដឹងថាឆ្ងាញ់ដែរប៉ុន្តែញ៉ាំមកបានអាហ្នឹងក៏តូមមួយយ៉ាងប៉ុន្តែការទាំងអស់ការតូមដែលស្រកគីឡូការត្រូមចុងស្អាតការតូមដែលសារតែអាឡែកស៊ីនោះមិនមែនអត់មានតតូនជាមួយជីវខៈអែព្រលឹមវិញ្ញាណមែនទេវាអត់មានតតូនទេវាគាត់ថាយើងចង់ធ្វើឲ្យនេះគាត់ថាខ្លួនឯងរូបកាយខ្លួនឯងចាបើអាឡែកស៊ីបើញ៉ាំទៅធ្វើម៉េចទៅខ្ញុំអាឡែកស៊ីបើហ៊ានញ៉ាំគឺមាត់ដូចជាជ្រូកអញ្ចឹងអានោះជាសញ្ញាទី1បន្តទៀតខ្ញុំមកហ៊ានកាត់ទៀតឯងឲ្យចូលពេទ្យអញ្ចឹងនោះជាប៉ុន្តែវាអត់តាក់ទងជាមួយយានជាមួយព្រះមែនទេគឺគាត់ថាតាក់ទងជាមួយការដែលយើងអត់ញ៉ាំអាហារមួយចំនួនវាអត់តាក់ទងទេអញ្ចឹងការតមអាហារក្នុងការដែលចង់ឲ្យរៀនស្អាតជាមុនឬក៏ការតមដែលសារដែលយើងលើឈាមមកឲ្យញ៉ាំរបស់មួយចំនួនអានោះគឺគ្រាន់តែជាខាងសាច់ឈាមអត់ពាក់ព័ន្ធជាមួយខាងអែមព្រលឹមវិញ្ញាណអញ្ចឹងថ្ងៃនេះយើងចង់សិក្សាតាកូនរបស់ព្រះអង្គក្នុងព្រះគម្ពីរមានបង្រៀនអ្វីខ្លះអំពីការតមចង់ដឹងហ៎ចង់ដឹងហ៎ចាទីយើងនឹងសិក្សាជាមួយគ្នាចាអញ្ចឹងយើងអ្នកជឿព្រះយេស៊ូវគ្រីស្ទតមទេនៅក្នុងព្រះគម្ពីរមានការតមទេមានចាមានអញ្ចឹងមានការតមនោះតមយ៉ាងម៉េចហើយពេលណាតមយូរប្រមាណតមអ្វីខ្លះហាក់អីតមទីយើងនឹងសិក្សាជាមួយគ្នានៅខាងណាអូចាថ្ងៃនេះយើងនឹង
មើលនៅក្នុងតែសារយើងបន្តយើងរៀនម៉ាថាយចំពុះ6បន្តទៀតអត្តមុនគ្រូបង្រៀនឈ្មោះអីមិញមានគេសួរខ្ញុំមកលោកគ្រូតែបង្រៀនម៉ាថាយចំពុះ6ចាលោកគ្រូកញ្ញាចាអញ្ចឹងថ្ងៃនេះយើងបន្តទៀតគឺម៉ាថាយចំពុះ6ខ16ដល់ខ18សូមយើងអានជាមួយគ្នាចាអានជាមួយគ្នាលឺ1 2 3កាលណាអ្នករាល់គ្នាតមអាហារនោះកុំអាយធ្វើទឹកមុខក្រៀមដូចជាមនុស្សមានពុតឡើយត្បិតគេខ្លាញ់ទឹកមុខស្រងត់ឯមនុស្សលោកឃើញថាគេតមខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយតែអ្នកកាលណាតមនោះចូលឲ្យលាបគ្រឿងក្របអូបនៅលើក្បាលហើយលុបមកចេញដើម្បីកុំឲ្យមនុស្សលោកឃើញថាអ្នកតមឡើយគឺឲ្យព្រះវរបិតានៃអ្នកដែលគុណនៅទីលក្ខកំបាំងបានឃើញវិញនោះព្រះវរបិតានៃអ្នកដែលទ្រង់តូលឃើញនៅទីលក្ខកំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចាក់ច្បាស់សមាធិដ្ឋានជាមួយខ្ញុំព្រះម្ចាស់តែគុណដ្ឋានសួរអរព្រះគុណដល់ព្រះអង្គដែលកូនចូលមកដើម្បីរៀនព្រះបន្ទូលព្រះអង្គចង់ដឹងថាពេលដែលកូនចង់តមអាហារគួរឲ្យតមតាមរបៀបអ្វីដែលទៅសពប្រតិដល់ព្រះអង្គម្ចាស់ព្រះអង្គឲ្យពេលដែលកូនរៀនព្រះបន្ទូលព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធដែលប្រទានកម្លាំងប្រាជ្ញាដើម្បីឲ្យកូនទាំងអស់គ្នាយល់ព្រះបន្ទូលព្រះអង្គហើយក៏មានចិត្តដែលក្លាហានក្នុងការដែលអនុវត្តសូមព្រះអង្គចាគុណជាមួយអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអញ្ចឹងយើងឃើញថាខគម្ពីរដែលអំពើមិញយើងបានអាន3ខនេះព្រះបន្ទូលដែលបងបង្រៀនខ្ញុំបានចែកជា2ផ្នែកទី1កុំធ្វើអីទី1កុំធ្វើទុកទឹកមុខក្រៀមទឹកមុខស្រងត់ដូចជាមនុស្សមានពុតឡាយទឹកមុខក្រៀមនិងទឹកមុខដែលស្រងត់ចាស្រងត់នោះមានន័យថាអីមុខម៉េចមុខដែលអត់សុបាយចិត្តមែនណាមុខក្រៀងក្រំដូចជាមុខដែលសារញ៉ាំអាហារហើយកុំធ្វើអីទៀតកុំដូចឲ្យមនុស្សផ្សេងគេឃើញថាយើងកំពុងតែតមឡើយពីរដងនិយាយថាកុំឲ្យគេដឹងកុំឲ្យគេឃើញថាយើងតមមូលហេតុហើយចំណុចទី3ដែលកុំអីកុំចំបានរង្វាន់ពីមនុស្សមានអីចាគេសរសើរថាអូតមប្រមាណតមប្រហែលជាអូខ្ញុំតមពីព្រឹកដល់ល្ងាចក៏អត់បានញ៉ាំបាយឬក៏តម40ថ្ងៃឬក៏តមយ៉ាងម៉េចអញ្ចឹងព្រះបន្ទូលតែថ្ងៃនេះយើងបានរៀនជាមួយយើងអានោះគឺទី1កុំឲ្យយើងធ្វើទឹកមុខដែលឲ្យគេដឹងថាយើងកំពុងតែតមហើយបើសិនជាយើងធ្វើទឹកមុខអញ្ចឹងរង្វាន់យើងមានហើយប៉ុន្តែរង្វាន់នេះមិនមែនព្រះឲ្យទេគឺមនុស្សឲ្យមនុស្សសរសើរយើងអញ្ចឹងយើងគួរឲ្យធ្វើម៉េចវិញចំណុចទី2គឺថាឲ្យយើងធ្វើអីលាបគ្រឿងក្រអូបនៅលើក្បាលហើយលាបមុខចេញសម័យមុនភាគច្រើនសម័យរបស់ព្រះយេស៊ូវគ្រីស្ទនេះជាប្រពៃណីរបស់ជំនាន់របស់ព្រះយេស៊ូវគ្រីស្ទមិនមែននៅស្រុកខ្មែរណាចាអញ្ចឹងសម័យរបស់ព្រះយេស៊ូវគ្រីស្ទពេលដែលគេរៀបចំខ្លួនគេមានយកភាគច្រើនគេយកគ្រឿងក្រអូបដែលជាប្រេងលាបដើម្បីរៀបចំខ្លួនចាហើយមានក្រអូបតិចចាហើយការដែលនោះជាធម្មតាដែលមនុស្សដែលនៅសម័យរបស់ព្រះយេស៊ូវគ្រីស្ទគេពេលដែលជារៀងរាល់ថ្ងៃគេត្រូវតែរៀបចំខ្លួនមានន័យថាសក់ឲ្យស្អាតឲ្យរៀបចំខ្លួនឲ្យស្អាតបាត់ហើយត្រូវតែលុបមុខចេញបើប្រុសនៅបើសិនជាអាស៊ីរបស់យើងនិយាយថាប្រុសនៅពេលលុបមុខចេញមានន័យថាអីការពុំមកផងអីគេណាលុបមុខលាបអាតូមីផង sunscreen ផងអញ្ចឹង
មានន័យថាយើងរីកចំខ្លួនធម្មតាមិនយើងរីកចំធម្មតាគេអត់ដឹងថាយើងកំពុងតែធ្វើអីទេហើយគួរឲ្យធ្វើមិនទៀតចាបើសិនជាធ្វើអញ្ចឹងព្រះវរបិតាមានថាឪពុកព្រះរបស់យើងដែលនៅទីលះកំបាំងព្រះអង្គឃើញហើយរង្វាន់អ្នកណាឲ្យព្រះនឹងឲ្យយើងរង្វាន់ចាអូខេយើងបន្តទៀតខ្ញុំចង់ឲ្យយើងស្គាល់នៅសម័យរបស់ព្រះយេស៊ូវគ្រីស្ទមូលហេតុព្រះអង្គបង្រៀន3ខនេះនិយាយអំពីការតូមអាហារនោះគឺដោយសារតែនៅក្នុងព្រះគម្ពីរម៉ាថាយចំពុះ5 6បន្តគឺព្រះយេស៊ូវគ្រីស្ទតាមពិតគឺបានបង្រៀនអំពីពួកផារីស៊ីនិងពួកដែលអ្នកអាចារ្យនៅក្នុងកាំងគម្ពីរម៉ាថាយចំពុះ5ខ20យើងត្រូវតែចាំថាកាំងគម្ពីរម៉ាថាយចំពុះ5 6 7គឺជាសេចក្តីបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅលើភ្នំអញ្ចឹងព្រះយេស៊ូវគ្រីស្ទពេលដែលបង្រៀននៅលើភ្នំដែលតែងតែនិយាយអំពីថាសុំកុំតាមមនុស្សដែលបែបណាមនុស្សដែលធ្វើពុតម៉ាថាយចំពុះ5ខ20ថាព្រះយេស៊ូវគ្រីស្ទថាប្រាប់អ្នករាល់គ្នាថាបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យនិងពួកផារីស៊ីទេនោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរឋានសួគ៌បំបានទេមានថាមិនអាចទទួលសេចក្តីសង្គ្រោះហើយពួកផារីស៊ីខាលឺណានេះជាសាផារីស៊ីជនជាតិផារីស៊ីនេះជាអាចារ្យអញ្ចឹងពីរក្រុមនេះមនុស្សដែលនៅសម័យមុនគឺជាមនុស្សដែលគេមានឥទ្ធិពលខ្លាំងនៅចំណោមជនជាតិពួកយូដាអញ្ចឹងពួកផារីស៊ីគេជាក្រុមមនុស្សដែលគេតែងតែតឹងតែងក្នុងការច្បាប់ទម្លាប់បុរាណរបស់គេដូចជាលៀនចាងលៀនដៃអីគួរឲ្យលាមិនបើទៅស្អាតមិនមែនទៅជាយើណាគាត់ណាដាក់ទឹកហើយដាក់សាប៊ូជិះអានោះស្អាតអត់ទេគេមានក្បួងរបស់គេហើយត្រូវតែកាន់តាមលំជាប់ចាអញ្ចឹងគេជាមនុស្សដែលគេក្រឹកក្រមក្នុងការដែលតាមច្បាប់វិន័យហើយពួកផារីស៊ីក៏ជាមនុស្សដែលគេកាន់តាមក្រឹតវិន័យជាពិសេសនៅក្នុងបញ្ចកម្មដែលកាំងគម្ពីរកុនសិស្សរបស់ខ្ញុំកាំងគម្ពីរទី1គឺអីឈ្មោះកាំងគម្ពីរទី1លកំបាក់ទី2ពេលនោះគឺគាត់បានឮដំណឹងថាដោយសារនេហេមៀគាត់បានឮថាស្រុកកំណើតរបស់គាត់ទីក្រុងយេរូសាឡឹមគាត់អត់នៅក្នុងប្រទេសខ្លួនឯងទេគាត់ថាកំផាញ់អ្នកដែលរស់នៅដែលសេះសល់នៅក្នុងទីក្រុងយេរូសាឡឹមហើយកំផាញ់កំពុងតែបាក់បែកមានថាប្រទេសខ្លួនឯងគឺជាកំពុងតែជួបជាមួយមានន័យថាប្រទេសត្រូវគេបំផ្លាញហើយជញ្ជាំងក៏ខូចខាតអ្នកដែលរស់នៅសេះសល់នៅក្នុងប្រទេសខ្លួនឯងវេទនាមែនទេគាត់លឺហើយគាត់ចឹករបស់គាត់យ៉ាងម៉េចចឹករបស់គាត់គឺតួដូចជាគាត់គាត់យំផងគាត់គឺចាប់ផ្ដើមតោមអធិដ្ឋានដល់ព្រះអង្គម្ចាស់គាត់គួរឲ្យធ្វើម៉េចគាត់ឈឺចាប់មែនទេខ្ញុំគិតថាអារម្មណ៍នេះប្រហែលជាខ្ញុំឲ្យសួរអ្នកដែលមិនដឹងថាមានមិត្តភក្តិឬក៏យើងធ្លាប់ជួបអ្នកណាដែរពីមុននៅសម័យពពតគាត់បានចេញពីប្រទេសខាងក្រៅក្រោយមកគាត់បានលឺអ្វីដែលបានកំពុងតែកោតឡាននៅក្នុងប្រទេសកម្ពុជាគាត់លឺហើយប្រហែលជាអារម្មណ៍គាត់ចេះប្រហែលជាអញ្ចឹងយើងឃើញថាពេលដែលនេហេមៀគាត់ឃើញថាគាត់ទុបព្រួយសម្រាប់ប្រទេសជាតិអញ្ចឹងក្រោយមកគាត់ក៏បានតមអាហារក្រោយមកគាត់ក៏ជឹកក្លាហានស្នើសុំស្ដេចខ្ញុំចង់ទៅវិញខ្ញុំចង់ចិត្តជួលខ្ញុំចង់ឃើញប្រទេសរបស់ខ្ញុំងើបឡើងទៀតហើយនៅសាមូអែលខ្សែទី2ចំពោះ2ខ13ដល់15
ស្ដេចដាវីតគាត់តូមអធិដ្ឋានហើយគាត់ធ្វើបាបគាត់ទៅយកប្រពន្ធគេក្រោយមកនាងក៏មានកូនមែនទេកូននោះគឺជាកូននៅក្នុងអំពើបាបតែព្រះអង្គកាសក្តីឲ្យព្រះអង្គថាកូននោះមិនទុកទេមិនរស់ទេស្លាប់មែនទេប៉ុន្តែគាត់អត់ទេគាត់ថាគាត់ទូលសុំព្រះអង្គអើយសូមអង្វរគាត់តូមគាត់អធិដ្ឋានតែបន្ទាប់ក្រោយមកឃើញថាកូនក៏បានយ៉ាងម៉េចស្លាប់មែនកូនមិនបានរស់ដោយសារព្រះអង្គបានប្រាប់ហើយកូននឹងមិនរស់ទេអញ្ចឹងស្ដេចដាវីគាត់តូមដោយសារតែគាត់សោកស្ដាយគាត់ទប់ព្រួយខ្លាំងពេកទំនុកតំការចំពោះ35ខត3ស្ដេចដាវីគាត់កាន់ទុក្ខហើយតូមអាហារហើយអីដោយសារតែសត្រូវរបស់ស្ដេចរបស់ដាវីស្លាប់ឬក៏មានជំងឺមិនមែនគាត់ថាសម្រាប់អ្នកស្គាល់ណាសំបីតែសត្រូវតែកំពុងតែជួបប្រទះបញ្ហាធំសត្រូវរបស់យើងស្លាប់សត្រូវរបស់យើងឈឺតើយើងឈឺចាប់អត់អត់បើហើយជាថាសុំមកកាអត់ទេក្នុងព្រះបន្ទូលព្រះអង្គសំបីតែយើងអធិដ្ឋានឲ្យអ្នកដែរជាសត្រូវរបស់យើងផងត្រូវតែស្រឡាញ់សត្រូវរបស់យើងទី1ពេលដែលយើងអធិដ្ឋានហើយផលដែលយើងតមអាចមួយគឺតែសារតែទប់ព្រួយយើងទួអង្វរទី2មូលហេតុដែលបណ្ដាឲ្យយើងតមអាហារគឺទូលសុំព្រះអង្គការពារយើងអេស្រាចំពោះ8ខ21អេស្រាគាត់ចង់ទឹកនាំជញ្ជាអ៊ីស្រាអែលដើម្បីត្រឡប់ទៅស្រុកកំណើតវិញប៉ុន្តែពេលដែលគាត់រៀបចេញតំបន់តែដំណើរចេញគាត់ភ័យវិញមែនតេងហើយចុះមនុស្សមិនមែនតិចណាហើយគាត់ក៏ចាប់ផ្ដើមភ័យគាត់ក៏ឲ្យទាំងអស់គ្នាតូមអាហារដើម្បីទូលសុំព្រះអង្គការពារហើយបើសិនជាមើលខុសកំពីក្នុងសាច់រឿងគាត់ថាគាត់អៀងខ្មាស់ត្រឡប់ទៅវិញទៅសុំស្ដេចមកជួយសុំស្ដេចបញ្ជូនអីគេកូនតបមកការពារអមគេដើម្បីត្រឡប់ទៅស្រុកវិញហើយដោយសារគាត់ប្រាប់ស្ដេចថាអីទេព្រះរបស់ខ្ញុំនឹងការពារខ្ញុំទៅវិញព្រះរបស់ខ្ញុំនឹងការពារខ្ញុំទៅវិញអីទេសារមែនតេងភ័យចុះតាមផ្លូវយ៉ាងម៉េចប្រហែលជាមានចៅព្រៃមានជំងឺមានសត្វសាហាវហើយមិនមែនម្នាក់ទៅណាមនុស្សវវងទាំងអស់ទៅវិញទៅស្រុកវិញចាតាជីវិតរបស់យើងធ្លាប់មានជួបប្រទះសូមព្រះអង្គការពារយើងមានយើងមានគ្រោះថ្នាក់ខ្លាំងពេលដែលយើងទូលសុំព្រះអង្គការពារអាយុជីវិតរបស់យើងការពារសេចក្តីជំនឿរបស់យើងជួនកាលមិនមែនគាត់ថាអាយុជីវិតជាជំនឿគឺពីពៀងខ្លាំងពេកខ្លាំងរហូតដល់យើងថាអូយដូចយ៉ាងម៉េចវិញសុំព្រះអង្គម្ចាស់ការពារហេតុផលទី3ដែលឲ្យបណ្ដាឲ្យយើងតមអាហារគឺដោយសារតែយើងមានកំហុសដោយសារតែយើងមានកំហុសដែលយើងធ្វើបាបអំពីមិញខ្ញុំបាននិយាយថាស្ដេចដាវីគាត់ធ្វើបាបមែនទេគាត់ធ្វើបាបគាត់ថាពេលដែលគាត់កំពុងតែគាត់មិនទាន់សារភាពអំពើបាបដល់ព្រះអង្គម្ចាស់គាត់ថាឆ្អឹងរបស់គាត់យ៉ាងម៉េចខ្ជះខ្ចាយដូចជារីងស្ងួតដូចខ្លួនរបស់គាត់ដូចជាស្ងួតអត់មានសន្សាមអញ្ចឹងដូចជាអស់លីមហ្មងដោយសារគាត់អត់ទាន់សារភាពអំពើបាបប៉ុន្តែពេលដែលគាត់សារភាពអំពើបាបចំពោះព្រះអង្គគាត់ថាគាត់ធ្វើខុសហើយ
ខុសមែងខុសខ្លាំងណាស់ប៉ុន្តែព្រះអង្គបានអត់ទោសគាត់អញ្ចឹងស្ដេចដាវីគាត់តូមអាហារដែលសារដែរគាត់ដឹងខ្លួនឯងកំពុងតែធ្វើខុសកិច្ចការចំពោះ9ខ9យានចាមម្នាក់ដែលលពោតសូលចាគាត់ជាមនុស្សដែលពីបៀនអ្នកជឿព្រះយេស៊ូវគ្រីស្ទពេលដែលអលំពេលដែលគាត់ធ្វើដំណើរទៅគាត់ជួបព្រះយេស៊ូវគ្រីស្ទតែមានគាត់ឮសំឡេងមានពលឺហើយក្រោយមកគាត់ក៏ខ្វះភ្នែកពេលដែលអលំពេលខ្វះភ្នែក3ថ្ងៃគាត់អត់ញ៉ាំទេគាត់អត់ញ៉ាំសោះហើយគាត់រំចាំដោយសារព្រះអង្គក៏មានព្រះបន្ទូលថាមានម្នាក់នឹងមកអធិដ្ឋានហើយគាត់នឹងជាវិញភ្នែកនឹងមើលឃើញវិញចឹងយើងឃើញថាពេលដែលយើងដឹងថាមានកំហុសពេលដែលយើងដឹងខ្លួនឯងខុសញ៉ាំចូលញ៉ាំចូលទេញ៉ាំអាហារអត់ចូលទេជួនកាលថាកំហុសខ្លាំងពេកជាពិសេសកំហុសដែលយើងខុសជាមួយព្រះអង្គគឺការបាក់សម្ដែងពេលដែលយើងឃើញថាមានការបោកសម្ដែងតែព្រះអង្គដែលបានផ្ដោអាយានហើយយានត្រូវការព្រះអង្គមកបោះស្រាយជួនកាលគឺយានទូសុំព្រះអង្គមានការបោកសម្ដែងឲ្យយានអញ្ចឹងយើងឃើញថាយានជាប្រជារាស្ត្ររបស់ព្រះអង្គយានរន់ចាំទទួលព្រះបន្ទូលរបស់ព្រះអង្គជួនកាលព្រះបន្ទូលព្រះអង្គការបោះសម្ដែងយានត្រូវការព្រះអង្គជាព្រះតបោះស្រាយនោះមានន័យថាអីដានីយ៉ែលចំពោះ9ខ21ដល់24ទេវតាកាព្រីអែលផ្ដល់ការបញ្យល់អំពីនិមិត្តដែលគាត់ឃើញហើយឲ្យដានីយ៉ែលយល់តានោះអ្វីដែលគាត់ឃើញនោះជាអីអញ្ចឹងពេលដែលដានីយ៉ែលគាត់បានទទួលការបញ្យល់មកពីទេវតាដែលឈ្មោះកាព្រីអែលដែលជាទេវតាដែលបញ្ជូនព្រះបន្ទូលរបស់ព្រះអង្គអញ្ចឹងពេលនោះដានីយ៉ែលគាត់ដឹងថាគាត់គួរឲ្យធ្វើម៉េចគឺគាត់តមអាហារទូអង្វរទៅព្រះអង្គម្ចាស់ពេលនោះគាត់តមអាហារសម័យមុនគេតែងតែស្លៀកពាក់ប្រហែលជាសម័យឥឡូវយើងក៏អញ្ចឹងដែរពេលដែលយើងកាន់ទុកអីគេសម្ពុតថ្មីនៅអ៊ីស្រាអែលពេលដែលគេកាន់ទុកគេឈឺចាប់គេទូអង្វរសម្រាប់អ្វីជាពិសេសប្រជារាស្ត្ររបស់ព្រះអង្គគឺតែងតែគេធ្វើម៉េចគេស្លៀកសម្ពុតថ្មីហើយប្រលាមផេះគេដាក់ផេះនៅលើក្បាលដើម្បីមានន័យថាគេឈឺចាប់គេទូអង្វរតែអស់ពីចិត្តដែលគេមានន័យថាអស់ពីចិត្តដែលគេចង់គេសោកស្ដាយអំពីអ្វីដែលកំពុងតែកើតឡើងទី5មូលហេតុយើងអាចធ្វើជាហេតុផលដែលយើងតមអាហារគឺពេលដែលយើងជួបប្រទះការថ្កោលទោស condemnation មនុស្សដែលមានបាបតមនឹងអធិដ្ឋានយូណាចំពុះ3និយាយអំពីស្ដេចរបស់នីនីវេអំពីនីវដល់ប្រជាជនរបស់នីនីវេទាំងអស់ពេលដែលយូណាបានប្រកាសអំពីដំណឹងថាទីក្រុងនីនីវេនឹងបំផ្លាញចោលទាំងអស់ដោយសារអំពើបាបរបស់គេពេលដែលប្រកាសហើយប្រកាសរួចហើយស្ដេចរបស់នីនីវេលឺហើយគឺចាប់ផ្ដើមប្រែចិត្តថាអរេអត់ធ្វើអញ្ចឹងទេសូមទាំងអស់គ្នាប្រកាសថាទាំងសត្វទាំងមនុស្សទាំងអស់អត់អាហារទាំងអស់ប្រអបាយចេញពីអំពើបាបអំពើអាក្រក់របស់រៀងខ្លួនអញ្ចឹងពេលនោះគឺជាមានន័យថាព្រះអង្គបានថ្កោលទោសដល់នេះទីក្រុងនីនីវេពេលដែលការនេះកើតឡើងទីក្រុងនីនីវេទាំងមូលបានប្រែចិត្តតមអាហារហើយសូមព្រះអង្គម្ចាស់ដែលមេត្តាករុណាដោយសារតែការប្រែចិត្តតាទីក្រុងនីនីវេបានបំផ្លាញអត់ទេព្រះអង្គស្ដាប់ការទូអង្វរដោយសារតែគេប្រែចិត្តចេញពីអំពើបាបរបស់ពួកគាត់អញ្ចឹងពេលដែល
ការថ្កោលទោសមកដល់ជីវិតរបស់យើងពេលនោះប្រហែលជាយើងអធិដ្ឋានទូលអង្វរដល់ព្រះអង្គតែតមអាហារទី6ការជ្រើសរើសពេលដែលយើងត្រូវការធ្វើការជ្រើសរើស selection នៅកិច្ចការចំពុត3ខ2ដល់ខ3ពេលតែក្រុមជំនុំដែលនៅសម័យមុនដែលគេត្រូវការជ្រើសរើសអ្នកទៅនាំដើម្បីជាពិសេសនៅកិច្ចការចំពុត3គឺបញ្ជូនអ្នកដែលផ្សាយដំណឹងល្អចេញទៅពេលនោះគេក៏អធិដ្ឋានហើយពេលនោះព្រះវិញ្ញាណបរិសុទ្ធក៏បានជ្រើសរើសអ្នកណាលពោនិងបណ្ណបាសទាំងពីរអ្នកបញ្ជូនគេចេញទៅដើម្បីផ្សាយដំណឹងល្អពេលដែលយើងបានធ្វើការជ្រើសរើសបេក្ខជនឬក៏ជ្រើសរើសយើងឃើញថានៅក្នុងព្រះវិហារតែងតែមួយឆ្នាំម្ដងភាគច្រើនស្ថាប័នព្រះវិហារមួយឆ្នាំម្ដងពេលដែលមានការជ្រើសរើសតំណាងឬក៏ជ្រើសរើសគណៈកម្មការជួនកាលអធិដ្ឋានប៉ុន្តែភាគច្រើនអត់សូវតមអធិដ្ឋានទេមានតែអធិដ្ឋានក្នុងការដែលបោះឆ្នោតដើម្បីជ្រើសរើសអ្នកដែលអ្នកទឹកនាំថ្មីកន្លែងនេះគឺគេបានតមនឹងអធិដ្ឋានដើម្បីជ្រើសរើសអ្នកផ្សាយដំណឹងល្អឃើញថាលពោនិងបណ្ណបាសបានជ្រើសរើសទី6ចុងក្រោយគឺជាទូសុំទិសដៅនៅលោកកំបាត់ចំពោះ24យើងឃើញថាលោកអាប់រ៉ាហាំផ្ដាំឲ្យអ្នកបម្រើរបស់គាត់ថាសុំទៅស្រុកកំណើតរបស់ខ្ញុំទៅរកប្រពន្ធឲ្យកូនខ្ញុំកម្រស្ត្រីនៅតដីនេះខ្ញុំចំបានមានន័យថាកូនប្រសាមកពីស្រុកកំណើតខ្ញុំអញ្ចឹងយើងឃើញថាអ្នកបម្រើនោះគាត់ក៏អធិដ្ឋានថាព្រះអង្គអើយគាត់ក៏ដាក់លក្ខខណ្ឌជាមួយបាសិនជានារីណាដែរត្រូវលក្ខខណ្ឌតែខ្ញុំដាក់ម្នាក់នោះឯងតែគឺជាព្រះអង្គរៀបចំហើយប្រកបដែរគាត់ក៏ព្រះអង្គក៏បានឲ្យគាត់ជ្រើសរើសរេបេកាពេលនោះពេលដែលគាត់ចូលទៅក្នុងផ្ទះរបស់ឡាបាំងថាមកអញ្ជើញញ៉ាំគាត់ថាអត់ទេឲ្យញ៉ាំទេខ្ញុំអត់ញ៉ាំឥឡូវឲ្យខ្ញុំនិយាយអស់រឿងអស់អ្វីដែលខ្ញុំចំបានសិនហើយបើខ្ញុំចាប់ផ្ដើមញ៉ាំគាត់ថាអត់ទេខ្ញុំមកញ៉ាំសិនឲ្យខ្ញុំនិយាយប្រាប់រឿងរ៉ាវទាំងអស់រួចរាល់បានគាត់ញ៉ាំអញ្ចឹងក៏ឃើញថានេះជាការដែលជ្រើសរើសការដែលអធិដ្ឋានសុំទិសដៅជីវិតរបស់យើងប្រហែលជាអ្នកខ្លះមានតមអាហារដើម្បីជ្រើសរើសគូសកលមែនទេប្រហែលជាឃើញថាអូមាន2 3នាក់សិនអ្នកជឿព្រះអង្គសិនតែសង្ហាឬក៏សិនតែស្អាតប៉ុន្តែមួយណាតែព្រះអង្គជ្រើសរើសធ្វើជាប្រពន្ធខ្ញុំឬក៏ប្តីខ្ញុំអត់ដឹងទេតមអធិដ្ឋានទៅចាមានអ្នកខ្លះសោកចំណុចនេះបានចាប់ផ្ដើមមានប្រតិកម្មបន្តិចណាចាអ្នកខ្លះក្មេងៗប្រហែលជាថាសាលាច្រើនអត់ដឹងចូលរៀនសាលាមួយណាដែលត្រូវជាមួយជំនាញឬក៏ជីវិតរបស់យើងដល់ចំណុចនេះចំទៅបន្តទៀតទៅធ្វើអីសូមព្រះអង្គបដោអញទិសដៅពេលដែលខ្ញុំមកប្រទេសកម្ពុជាខ្ញុំពេលដែលមកប្រទេសកម្ពុជាព្រះអង្គបានឲ្យខ្ញុំឃើញនិមិត្តខួរក្បាលខ្ញុំមានផែនទីកម្ពុជាទេផែនទីកម្ពុជាអញ្ចឹងផែនទីកម្ពុជានៅក្នុងខួរក្បាលខ្ញុំរហូតខ្ញុំនិយាយជាមួយព្រះអង្គថាអត់ទេព្រះអង្គឲ្យអ្នកផ្សេងទៅសិនហើយខ្ញុំមកក្រោយគេទៅសិនប៉ុន្តែព្រះអង្គគឺព្រះអង្គការត្រាស់ហៅរបស់ព្រះអង្គក្នុងខួរក្បាលខ្ញុំមានតែកម្ពុជាផែនទីអញ្ចឹងក្រោយមកខ្ញុំថាព្រះអង្គបើសិនជាព្រះអង្គត្រាស់ហៅខ្ញុំមែនសូមព្រះអង្គឲ្យអ្នកផ្សេងក៏ឃើញដូចគ្នានេះខ្ញុំសូមព្រះអង្គផុតតាមចាំពេលនោះអ្នកផ្សេងគ្រូកំវាលឋានៈតំណងក្រុមជំនុំសន្តបៈគេក៏ឃើញ
hai cái có bình chun khi ngâm màu bát Campuchia nút chia ca đạiประองบามดอตือดาวเอาไว้แต่สำคัญคือจักรบยินเป้แต่ยินโตมอาหารปัญหาระบบพวกพาริซีนั้นพวกอาจารย์ปัญหาเกกูจักรบเกอัตรองเกปัญหาเกจักรบเกอัสมาจักรบเกจงไอเกสซาไอเกเคินนู้จีปัญหาระบบเกคือพระองค์กำปนตายพระองค์ดับพระบรรทุธาเกจีมนุษย์ได้เธอมนุษย์ได้เมียนปุดมนุษย์เมียนปุดก็เกทัวคลายเกทัวมันไม่เอาปีจัดนะทัวไอเกเครื่องเนาจังทางที่ปีที่พรำโอ้คอมมาเพะพองเพะโนกบาพองเกอสฮอสจริงดาเป็นเพลจังเกสซากว่าจังปัญหาสำคัญคือจัดระบยินจัดระบยินแต่บริษัทจัดได้ยินสมอตรอนโจจมพูเปรอมโจจมพูยืนจมเปรอัตมุนละครูกัญญาทาไปอธิษฐานเธอปัตวีปัตวีไปแต่ยังไอกับจุนนะยังเหมือนท่าจันสัตย์ที่ระนาของอธิษฐานเหมือนแต่ไปแต่ยังเราจมวยเปรอมได้ไอ้กิจนะสมอายังปัตวียังอธิษฐานขนมเปลสงิมสงัดได้พระองค์พระบรรทุได้ยังบางอันท่าพระองค์ท่าพระองค์ได้โน้ตีงงตีเลียกกำปามพระองค์ขึ้นให้พระองค์ปฏิมปอรุมวันดอยืนพระองค์ชลายตอบสกัดอธิษฐานกาต้มอธิษฐานมุลให้ได้เป้ได้ยินต้มธรรมดาคือยังนับไปโตเอาเมียงการโวตติงอาหารผลไม้เลียนจานชนันตำใบไอที่ได้ไหมเนี่ยจ้าจันในสมัยนู้ก็ตัวขี้ได้ให้ธรรมดาเกก็เอามวยตึกเอาพลากเอาเต้ปนตาเปรสุกรีจอมพลาบโดได้ตุ่มเลียนตุ่มลานุท่าจักเต้าแต่เตียนตรองเต้าแต่พลากเอาเต้าแต่ลุ่มมุกว่าไงยังสะอาดสะอาดจะเมาไปแต่โต้มก็เนื้อแต่สะอาดสะอาดมาจันแค่ไม่ดังจ้าพระองค์ท่าไม่ไอ้แค่ดังไงคือเรื่องยืนจะมวยเปรี้ยไปแต่ยินต้มสำรับจำนวนเอาไว้มวยต้มสำรับตาพระองค์ได้คือชลายตอบสกัดอธิษฐานระบบยืนตามระเบียบเอาไว้นู้จีพระองค์นั้นชลายตอบยืนจำเป็นแต่ยินต้มก็ไม่มนุษย์สายินต้มก็ไม่เกตังเนื้อสกัดจมปุปรามปีข้อบุญดอกข้อปรามปียมขณะกันติกพระองค์มีพระบรรทุพระบริระบบพระองค์ท่าพระองค์สปราตีไอปุเกบงไฮสกัดเมตตากรณายุติทวานันสกัดเมตตานันสเมตตากรณาดอกเนียตเวนตโมประสาจีเจียงกาตอมอาหารมันปัดจำพระองค์จงอายืนแต่ออกนี่ได้ยืนการุณเนอประจำทั้งไงได้ยืนบ้านบ่งไฮปีสกัดจุ่มนื้อระบอยยืนตัดจักระบอยยืนได้สกัดสลายดอกเนียตเวนตโมภาษาจีนได้ยืนต้มอาหารจานได้มันปัดนู่จ้าข้อคำปีมวยเตี้ยเอไซจมปุ50 ปรำใบเขียมสมานตรอมตินะทั้งไอ้ได้ไอ้รอคเนียต้มอดนู่คือไอ้เธอดำใบจีประยาดอกคลวงวิ่งให้ก็สังกัมพูดเนี่ยได้เธอกาชนูพร้อมพระองค์มีพระบรรทุได้ประตูดาวจินจิอิสราเอลนะได้ครวนได้เอากบาโดยเจียตามปปให้กราสมบัติทำไมนังโรยแพ้คือไอ้ต่อจรวะได้ไอ้ดักเกได้อำเภออักรองไอ้สายจำนองไอ้จำนองได้ไอ้บานจองเกให้เอาเนี่ยได้ไอ้บานสังกสังกัมบางรุ่ยเจนตเตพร้อมเตรียมปมปะครบเตรียมนำพองพระองค์ท่าจงเกทเฟอปะเกแต่อ้อตระดับต่อเจงอย่าโน่เตอปลือระบไอ้นังเล็กโมโดยจีเรสไม่อารุณ
hai sẽ cái sọc sưu rồi anh nâng lệch lang chia dàn chắp ai sẽ cái sọc chơi rồi anh nú nâng noam mục anh hai sẽ đây là ô này pre Jehovah nâng ca bia bị grào anh bà anh piu níu pre Jehovah trong nâng tôm chlao bà anh sài ở nú trôn nâng miếng pre bần tu tha anh nỡ ai nề haiจำพระองค์มีพระบรรทุธาสมเปได้ยินตอมอาหารริจอมจะให้พ่อเอาไว้ตอมอาหารก็ได้จักระบอยยินเตอได้สมอตรองจิมวยเปรียจะไอพระองค์เคินเอาไว้ได้จักได้ยินสมอจมพเปรียสมาธิธรรมพระมจาแต่คุณทานโซอพระคุณพระองค์จ้าพระบรรทุพระองค์บางปองไฮจะบ่อมปีได้โกนโจจมพูพระองค์แต่ขนมกาตอมอดขนมกาสกเดอธิษฐานอมปิวนิวต่อพระองค์จ้าส้มพระองค์จ้าไอโกนตาตึงโกนไอโกนได้จัดสมอตรองจมพูพระองค์ให้ก็จัดสมอตรองจมพูคเนียตะวันตะโมส้มพระองค์จ้ากาเปียจะกำนักระบบโกนมันเนี่ยได้กู้จีมโกนได้บานตะตัวสกเดสงครัวปีพระองค์ได้สกเดสลายปีพระองค์แต่โกนนั้นใจนจมน้ำโกนตะเวนตะโมโอพระคุณตะพระอมจ้าสนไฟสเลยละอ้อตะพระองค์ขนมประนิมพระสุครีอาเมน